បាទសួស្តីទាំងអស់គ្នានៅក្នុងវីដេអូនេះយើងមកសិក្សាអំពីបាទសំឡេងនៅខាងចុងពាក្យណាអូខេទាំងអស់គ្នាមកមើលពាក្យឧទាហរណ៍របស់យើងមួយចំនួនមកបាទពាក្យទី1នេះយើងអានថា card បាទ seeker AR នេះស្រៈ A theta ណា card គឺយើងសំដៅលើរទេះបែបនេះទាំងអស់គ្នាមកមើលពាក្យខាងក្រោមបាទ seeker បាទ AR នេះស្រៈ A D ដណា card គឺយើងសំដៅលើកាត plastic បែបនេះវិញអូខេទាំងពីរពាក្យនេះទាំងអស់គ្នាយើងអានស្តៀងគ្នាណាបាទខុសតែចុងសំឡេងទេមួយ sound th បាទមួយទៀត sound d ណាតើគ្នាមកមើលពាក្យខាងនេះមកបាទពាក្យនេះយើងអានថា risk or I E បាទ SK នេះ sk អូខេ risk គឺគ្រោះថ្នាក់អូខេតើគ្នាមើលពាក្យខាងក្រោមមួយទៀតមកបាទ W នេះ silent ណា or I E S theta ណា risk បាទយើងសំដៅលើកដៃវិញអូខេទាំងពីរពាក្យនេះដូចគ្នាដែរតើគ្នាយើងអានរិះដូចគ្នាប៉ុន្តែចុងពាក្យខាងលើនេះគឺ sk ខាងក្រោមនេះគឺ st វិញណាអូខេតើគ្នានៅក្នុងវីដេអូនេះយើងសិក្សាអំពីការបញ្ចេញសំឡេងនៅខាងចុងពាក្យហើយការបញ្ចេញសំឡេងនេះទាមទារឲ្យតើគ្នានឹងចេះសំឡេងព្យញ្ជនៈដែរណាបាទទាំងព្យញ្ជនៈមួយហើយនិងតម្រួតបានយើងអាចបញ្ចេញសំឡេងនៅចុងពាក្យហ្នឹងបានត្រឹមត្រូវហើយការអានពាក្យក៏អត់ច្រឡំគ្នាដែរណាចំពោះបងប្អូនដែលចង់សិក្សាអាច comment ពាក្យថារៀននៅខាងក្រោមវីដេអូ Follow for more